Hello សួស្តីបងប្អូនគ្នាថ្ងៃហ្នឹងមកធ្វើតាមពាក្យសន្យាហើយគឺថាមានមុខម្ហូបមកថតឲ្យបងប្អូនមើលហើយនេះគឺជាសកម្មភាពខ្លះៗក្នុងដំណើរការធ្វើម្ហូបរបស់យើងនេះណាបងប្អូនមកទៅមើលចុងភៅថ្មីរបស់យើងធ្វើតើគាត់ធ្វើឆ្ងាញ់ឬក៏អត់ជ្រក់ជាងមុនហ្នឹងតាខ្ញុំគ្រាន់តែជាតួបន្តបន្សំក្នុងមុខម្ហូបមួយនេះទេតែខ្ញុំអត់មានស្នាដៃក្នុងការបញ្ចេញធ្វើម្ហូបមួយមុខនេះទេឥឡូវយើងទៅមើលគាត់ធ្វើឲ្យគេខ្លះដំបងនេះគាត់កំពុងតែហាន់ជាមួយនឹងស្លឹកគ្រៃបងយើងកាត់ដូចគាត់ប្រាប់មកហើយយើងមើលគាត់ធ្វើយ៉ាងម៉េចខ្លះនេះគឺជាសកម្មភាពរបស់គាត់ដំដែងនឹងដើម្បីយកទៅដាក់ស្ងោរបងនេះយើងដាក់ដាំទឹកមកយកមកស្ងោរជាមួយនឹងជើងមាន់ដែលគាត់បានកាប់នឹងមិញមកបងគឺស្ងោរវាឆ្អិនណាហើយចាំយកវាទៅដាក់ផ្លាសេជាមួយនឹងតកកដើម្បីឲ្យវាកាន់តែស្រួយស្រាប់ឆ្ងាញ់តែម្ដងហើយឥឡូវយើងមកធ្វើការបុកទឹកជ្រលក់បងយើងបុកម្ទេសឲ្យម៉ត់មកតមកនេះគ្រឿងក្រៅរបស់យើងមានអីទេមានក្រូចសើចដែងខ្ទឹមសហើយនឹងគល់ខៃមកបងបន្តមកទៀតនេះគឺជាទឹកជ្រលក់ដែលយើងត្រូវធ្វើបន្តទៀតនេះបងគឺធ្វើចឹងមកអំបិលស្ករប៊ីចេងបំពង់ចង់បានគ្រឿងដិតដាក់ស្ករពីងមកកាន់តែដិតតែម្ដងហើយបើចង់បានហឹរដាក់ម្ទេសណាណៃមកតមកនេះមានតន្ត្រីមកលួងជាមួយនឹងការរំបដាអីចឹងសក់ក្បាលហ្នឹងទំងើបពីដេករាតែម្ដងគឺថាអត់មានតែងខ្លួនអីចូលវីដេអូអីឲ្យស្អាតបាតអីណាប៉ុណ្ណាគឺប៉ុណ្្នឹងតែម្ដងបងអញ្ចឹងបងមើលនេះរបៀបធ្វើទឹកជ្រលក់គេឃើញហើយតំណងមែនតែនហ្មងគ្រាន់តែមើលហើយឡើងសក់ទឹកមាត់ស៊ីបហ្មងបងទ្រាំមិនបានទេខ្ញុំក៏ទៅទាញជើងមាន់យកមកភ្លក់ឲ្យបងមើលមួយគឺថាឆ្អិនហើយផុយអីចឹងអាចយកមកដាក់ជាមួយនឹងទឹកជ្រលក់យើងគឺកាន់តែឆ្ងាញ់តែម្ដងហ្មងបងហើយនេះគឺរីសាទឹកជ្រលក់របស់យើងធ្វើហើយយើងចាប់ផ្ដើមមកមើលចុងភៅរបស់យើងគាត់យកទឹកជ្រលក់ហ្នឹងទៅលាយបន្តនេះគឺគាត់យកមកលាយហើយបងមើលដំណើរការលាយរបស់គាត់គឺគាត់កូរគ្រឿងឲ្យចូលគ្នាចឹងមកយ៉ាបងបន្តមកគាត់ក៏ចាក់ទឹកជ្រលក់ដែលបានបុកហើយដាក់ចូលវ៉ាវទំនងមែនតែនហ្មងគ្រាន់តែនឹកឃើញហើយចង់ញ៉ាំម្ដងទៀតនេះញ៉ាំហើយឡើងស្រាវហ្មងនិយាយទៅឆ្ងាញ់សួយសឹបហ្មងតោះទៅភ្លក់មួយគាត់អស់គ្នាបងគឺមើលទៅគាត់ភ្លក់អូយជាតិមែនតែនហ្មងគឺឥឡូវហ្នឹងនេះពេលដែលយើងទុកឲ្យវាចូលជាតិហើយហត់តែឆ្ងាញ់បងឥឡូវមកញ៉ាំទៀតហើយញ៉ាំយកមួយខ្ញុំហ្មងគឺថាឆ្ងាញ់ហើយអ៊ូយហើហោះតិចអីចឹងហើតិចអីអ៊ូយហើយជាតិហ្មងដាក់ចូលក្នុងមាត់គឺឆ្ងាញ់មែនតែនចឹងបងចង់មើលវីដេអូធ្វើម្ហូបទៀតជួបគ្នាវីដេអូក្រោយបាយ